អាយុដំហ៊ុនម៉ាណីជួបសំណេះសំណាលនិងពិសាននំបញ្ចុកសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋភាគសឹកនៅវត្តធម្មរង្សីសំពើលូនស្រុកក្រឡាញ់នៅថ្ងៃទី30 ខែមីនាឆ្នាំ2026អាយុដំឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាអាយុដំប្រាក់សុផុនអភិបាលខេត្តសៀមរាបនិងប្រតិភូអមដំណើរអញ្ជើញជួបសំណេះសំណាលចែកអំណោយនិងពិសាននំបញ្ចុកសាមគ្គីរួមគ្នាជាមួយបងប្អូនប្រជាពលរដ្ឋភាគសឹកនៅវត្តធម្មរង្សីសំពើលូនស្រុកក្រឡាញ់ខេត្តសៀមរាបក្នុងស្មារតីមហាគ្រួសារខ្មែរក្នុងគ្រាលំបាកដោយមិនទុកប្រជាជនខ្មែរណាម្នាក់នៅឯកោនោះឡើយអាយុដំឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីមានប្រសាសន៍ថាក្នុងឱកាសនេះក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាបានបន្តចូលរួមកម្មវិធីជួបជុំជាមួយបងប្អូនជនភៀសសឹកដែលនេះលើសពីការផ្ដល់នូវភាពសប្បាយរីករាយនិងរំសាយទុក្ខកង្វល់នេះក៏ជាពេលវេលាដែលពួកយើងនៅជួរក្រោយបានមករួបរวมជាមួយបងប្អូនក្នុងនាមជាមហាគ្រួសារខ្មែរតែមួយផងដែរអាយុដំបញ្ជាក់ថាយើងមិនទៅណាចោលបងប្អូនទាំងអស់គ្នាទេហើយយើងនឹងរួបរวมគ្នាប្រគល់ស្មារគ្នាឆ្លងកាត់គ្រាលំបាកនេះជាមួយគ្នាអាយុដំមានប្រសាសន៍ទៀតថាក្នុងកលៈទេសៈលំបាកនេះសូមឲ្យប្រជាពលរដ្ឋយើងជឿជាក់លើរដ្ឋាភិបាលកម្ពុជាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីដើម្បីផ្ដល់លទ្ធភាពគ្រប់គ្រាន់ដល់បងប្អូនភាគសឹកអាចត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាពគណៈរដ្ឋាភិបាលកម្ពុជានឹងឈរនៅជាមួយប្រជាពលរដ្ឋយើងគ្រប់ពេលវេលាលើស្មារតីស្ងាត់តែមិនស្ងៀមអាយុដំក៏សូមថ្លែងអំណរគុណនិងកោតសរសើរអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តតាមដានយកចិត្តទុកដាក់បងប្អូនយាយតាអំពូមីងដែលជាពលរដ្ឋភាគសឹកមិនទាន់អាចត្រឡប់ទៅផ្ទះវិញបានលោកសុកណារ៉េតអភិបាលស្រុកក្រឡាញ់បានបញ្ជាក់ថាដោយទទួលបានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់អាយុដំប្រាក់សុផុនអភិបាលខេត្តរដ្ឋបាលស្រុកក្រឡាញ់បានរៀបចំទីតាំងសុវត្ថិភាពចំនួន19ទីតាំងបច្ចុប្បន្នប្រើប្រាស់ចំនួន6ទីតាំងនិងបានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងរៀបចំការចែកអំណោយព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗដោយបច្ចុប្បន្នគិតត្រឹមថ្ងៃទី30ខែមីនាឆ្នាំ2026ស្រុកក្រឡាញ់នៅសល់បងប្អូនភាគសឹកសរុប916គ្រួសារស្មើនឹង3217នាក់មកពីខេត្តឧត្តរមានជ័យនិងខេត្តបន្ទាយមានជ័យលោកសុកណារ៉េតបន្ថែមថាដោយបានការយកចិត្តទុកដាក់ខ្លាំងពីសុខទុក្ខការលំបាកនិងការកំពុងរស់នៅរបស់បងប្អូនភាគសឹកដែលកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនានាក្នុងខេត្តដោយមិនទាន់អាចត្រឡប់ទៅកាន់គេហដ្ឋានវិញបានក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះដើម្បីបានចូលរួមជាមួយបងប្អូនភាគសឹកនៅក្នុងមូលដ្ឋានថ្នាក់ដឹកនាំខេត្តអាយុដំលីសំរិទ្ធប្រធានក្រុមប្រឹក្សាខេត្តនិងអាយុដំប្រាក់សុផុនបានអនុញ្ញាតឲ្យរដ្ឋបាលស្រុកក្រឡាញ់និងសសយុគរស្រុកក្រឡាញ់អង្គភាពពាក់ព័ន្ធអង្គការសមាគមនិងដោយមានការឧបត្ថម្ភពីក្រុមហ៊ុនវឌ្ឍនៈព្រមទាំងសប្បុរសជននានាធ្វើការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ2026ជាមួយបងប្អូនគ្រួសារភាគសឹកកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងស្រុកក្រឡាញ់ចំនួន3ទីតាំងរួមមានមណ្ឌលសុវត្ថិភាពវត្តបូខ្នាតតេជោមណ្ឌលសុវត្ថិភាពវត្តធម្មរង្សីសំពើលូននិងមណ្ឌលសុវត្ថិភាពវត្តពោក្រឡាញ់